សួស្តីនិងគោរពជំរាបសួរទៅដល់អ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់នាំអ៊ំពូមីងមកមើលពីសកម្មភាពខ្លះៗនៅពេលដែលអូនសេរីវត្តបានសម្រាលនៅក្នុងថ្ងៃទី1ខែ11ឆ្នាំ2025ហើយនេះគឺជាសកម្មភាពរួមដែលម៉ាមីហើយអូនសេរីវត្តដូចជាប៉ាប៉ាបានធ្វើការសម្រាលនៅក្នុងមន្ទីរពេទ្យអរណានិយាយរួមទៅនៅក្នុងមន្ទីរពេទ្យអរណាគឺជាមន្ទីរពេទ្យមួយដែលខ្ញុំបានជឿទុកចិត្តហើយក៏ផ្ដល់នៅទំនុកចិត្តខ្ពស់សម្រាប់មន្ទីរពេទ្យមួយនេះដែរព្រោះដោយសារតែខ្ញុំបានទទួលយកបទពិសោធន៍ជាមួយនឹងម៉ាមីនៅបងស្រីរបស់សេរីវត្តមុនម្ដងហើយអញ្ចឹងក៏ពួកខ្ញុំជ្រើសរើសយកមន្ទីរពេទ្យនេះម្ដងទៀតសម្រាប់baby របស់ពួកខ្ញុំទាំងពីរហើយនិយាយទៅបើនិយាយពីអារម្មណ៍វាមិនដូចកាលពីមុនមកទេកាលនោះព្រោះដោយសារតែយើងធ្លាប់ឆ្លងកាត់បទពិសោធន៍នៅអារម្មណ៍ដែលភ័យអារម្មណ៍ដែលទៅតឹងរង់ចាំព្រោះដោយសារតែនៅក្នុងការដែលយើងកូនទី1នោះគឺយើងអត់ដែលធ្លាប់ទទួលយកនៅបទពិសោធន៍នៃការឆ្លងទន្លេឬក៏ឆ្លងកាត់នៅការអីខ្លះចឹងទៅហើយនេះគឺជាមន្ទីរពេទ្យអរណាដែលសាខាទី2ដែលនៅផ្លូវវែងផ្សេងចឹងណាបងប្អូនមីងទាំងអស់គ្នាហើយជារួមទៅបើសិនជាម៉ាមីឬក៏ប៉ាប៉ាដែលជាត្រៀមនឹងធ្វើជាប៉ាឬម៉ាមីគេដំបូងហ្នឹងគឺខ្ញុំ recommend ឲ្យមុននឹងយើងទទួលសមាជិកថ្មីគឺត្រូវតែរៀបចំ plan មួយចំនួនដែលយើងធ្វើការ note ទុកមុនអញ្ចឹងណាបងប្អូនមីងអរគ្នាហើយស្អីដែលពួកខ្ញុំបានរៀបចំហើយក៏ដូចជាធ្វើការត្រៀមទុកមុនហ្នឹងគឺពួកខ្ញុំបានធ្វើការត្រៀមតាំងពីមុនមួយខែមុននោះដោយសារតែពួកខ្ញុំមានត្រូវការទិញសម្ភារៈដូចជាការ check up សុខភាពម៉ាមីតាំងពីចាប់ផ្ដើមនៃគាត់ទទួលដំណឹងថាគាត់បានមានពពោះអីចឹងទៅក៏យើងទី1គឺសំខាន់បំផុតគឺជ្រើសរើសយកមន្ទីរពេទ្យដែលយើងជឿទុកចិត្តហើយទី1គឺផ្ដល់នៅសេវាកម្មល្អការយកចិត្តទុកដាក់អីពីលោកគ្រូអ្នកគ្រូនៅក្នុងមន្ទីរពេទ្យអីចឹងទៅហើយជារួមអ្វីដែលជាអារម្មណ៍ដែលពួកខ្ញុំទទួលយកនេះគឺវា 100% ឯដែលយើងជឿទុកចិត្តលើមន្ទីរពេទ្យហ្នឹងចឹងអញ្ចឹងសកម្មភាពខ្ញុំគឺខ្ញុំតែងតែគិតថាមុននឹងត្រៀមធ្វើជាឪពុករបស់គេត្រៀមធ្វើជាតើយើងមានន័យថាត្រូវរៀបចំខ្លួនបែបម៉េចចឹងណាអ៊ំមីងអរគ្នាហើយខ្ញុំបានរៀបចំរួចរាល់ត្រៀមជាឪពុករបស់គេតាំងពីដែលពួកគាត់បានមានន័យថាចាប់កំណើតជាមកលើភពផែនដីហ្នឹងចឹងទៅអានឹងយើងចង់និយាយចឹងណាបងប្អូនមីងអរគ្នាហើយសម្រាប់ខ្ញុំបានមានសកម្មភាពមួយចំនួនដែលយើងគិតថាពេលខ្លះយើងធ្លាប់ទទួលបទពិសោធន៍ម្ដងហើយប៉ុន្តែការដណ្ដឹងរង់ចាំឬក៏ការដែលយើងមានអារម្មណ៍ថាក្តុកក្តួលហ្នឹងគឺវានៅតែមានហ្នឹងគាត់ថាវាមិនដូចកាលពីដំបូង 100% អីចឹងទៅហើយកន្លែងនេះគឺជាម៉ាមីដែលគាត់បានសម្រាប់រួចហើយគាត់តែលើសំឡេង baby សេកញ៉ាអញ្ចឹងទៅយើងក៏មានអារម្មណ៍គេហៅថាឈួលចិត្តរបស់យើងអញ្ចឹងណាអពុកមីងអរគ្នាហើយសម្រាប់ពួកខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃពួកខ្ញុំតែងតែបាន note ទុកថាការលូតលាស់របស់ baby បានប៉ុណ្ណាហើយការ check សុខភាពគាត់ពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែទៅតាមការណាត់របស់លោកគ្រូអ្នកគ្រូដែលគាត់បានណាត់ជួបពីមន្ទីរពេទ្យអីចឹងទៅហ្នឹងហើយអូខេអញ្ចឹងវីដេអូមួយនេះគឺខ្ញុំចង់ចែករំលែកទៅបងប្អូនទាំងអស់ដែលគាត់មិនទាន់នឹងទទួលបានសមាជិកហើយក៏ដូចជាការរៀបចំទទួលសមាជិក
tập bồ ngày chẳng thì muối sầm khăn cứ cả chưa rơi vô mình tì bé để dừng chưa được chất hơi tí pí cứ cảរៀបចំ plan មួយចំនួនសម្រាប់ baby ហើយនឹង mommy ដែលយើងជាការទទួលខុសត្រូវរបស់ពុកម្ដាយទាំងអស់គ្នាហើយសម្រាប់ខ្ញុំឥឡូវនេះបើសិនជាគិតថាយើងទៅមុខទៀតយើងយកកូនប្រហែលទៀតអាហ្នឹងខ្ញុំអត់ទាន់មានការសម្រេចចិត្តទេព្រោះដោយសារតែទីមួយយើងគិតទៅលើសុខភាពរបស់ mommy ដែរព្រោះដោយសារតែបើជាពួកខ្ញុំអត់ចង់បានច្រើនទេព្រោះគិតមកខ្ញុំចង់បានតែ2ឬក៏តែ3នាក់អីចឹងទៅហើយសម្រាប់អូនសេរីវត្តគាត់ជាកូនទី2ហើយខ្ញុំបានកូនទី1ហ្នឹងគឺកូនស្រីរបស់ខ្ញុំឈ្មោះឆៃលីអ៊ីងដែលគាត់ឥឡូវនេះគាត់បាន3ខូប3ខូបកន្លះចិត្ត4ខូបហើយគាត់សប្បាយចិត្តណាស់នៅពេលដែលបានឃើញមាន baby អីចឹងទៅអត់ឃ្លាតចេញពី baby របស់គាត់ថាឪពុកមីងអរគ្នាហើយអូនស្រីវត្តគាត់រៀងខូចតែអំពុកមីងព្រោះដោយសារតែគាត់ជាកូនប្រុសបើខ្ញុំធៀបគ្នាទៅព្រោះខ្ញុំជាមនុស្សម្នាក់ដែលខ្ញុំជួយទុកតារៈរបស់គ្រួសាររបស់ខ្ញុំអញ្ចឹងbaby គឺខ្ញុំពេលខ្លះគាត់នៅក្នុងដៃខ្ញុំដឹងច្បាស់ថាគាត់ជាក្មេងដែលរៀងបើច្រើនជាងក្មេងស្រីបន្តិចអញ្ចឹងណាឪពុកមីងអរគ្នាអូខេអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្ណឹងអរគុណ